រថយន្តព្រុសពណ៌ក្រហមលក្ខណៈគ្រួសារបើកធ្លាក់ចូលទៅក្នុងផ្ទះសិនអង្គរវត្តសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយសង្គ្រោះមនុស្សបាន4នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យសៀមរាបមានករណីរថយន្តព្រុសលក្ខណៈគ្រួសារពណ៌ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង 2C 5595បើកជាលក្ខណៈគ្រួសារបើកទៅលេងអង្គរវត្តម្ដុំអង្គរវត្តលុះមកដល់បរិវេណអង្គរវត្តក៏បានបើកធ្លាក់ចូលទឹកទៅក្នុងផ្ទះសិនអង្គរវត្តទឹកជុំវិញប្រាសាទអង្គរវត្តហ្នឹងដោយមិនទាន់ដឹងមូលហេតុថាមកពីហេតុអ្វីបានជាបើកធ្លាក់ចូលទៅក្នុងផ្ទះសិនអង្គរស្ថិតនៅក្នុងផ្ទះសិនអង្គរវត្តនៅក្នុងភូមិសាស្ត្រសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបកាលពីម៉ោងប្រមាណជាង9យប់ថ្ងៃទី28ខែធ្នូឆ្នាំ2025នេះទោះជាយ៉ាងណាក៏គេមិនទាន់ដឹងថាមានមនុស្សប៉ុន្មានអ្នកបានស្លាប់ឬយ៉ាងណានោះទេបច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធបានហៅរថយន្តស្ទូចរថយន្តឡើងទៅលើគោកភ្លាមដោយប្រជាពលរដ្ឋបានមុជទឹកជួយសង្គ្រោះជនរងគ្រោះបាន4នាក់មានបុរសម្នាក់ស្ត្រីម្នាក់ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់ដោយបងប្អូនប្រុសស្រីទាំងពីរនាក់ក្មេងៗហ្នឹងគឺជ្រក់ទឹកខ្លាំងមែនទែនហើយប្រជាពលរដ្ឋបានយកពួកគាត់ឡើងមកលើគោករួចក៏បានហៅរថយន្តយកមកសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេះគឺជាព័ត៌មានបឋមហើយមិនទាន់ដឹងថាជនរងគ្រោះទាំង4នាក់ពេលបច្ចុប្បន្ននេះស្ថានភាពសុខភាពរបស់ពួកគាត់ទៅជាយ៉ាងណាបាទសូមអរគុណ